Đôi chỉ khăn thấp chú thơ phliêng nơi sự viên bà yon sang mình chơi yêu ấy sao bà ní lúc cuối năm tầm lẹ top tang pram pi nè từ lên tập phliêng nơi Iceland từ bà yon sang mình chơi chúng tôi số có số đây bằng mai bằng ôn admin mò Rika Pika trên cuốn không club lúc cuối năm đôi chỉ rò đòn chẳng sao bà ní con sang lúc cuối năm tranh thua ca bạc đập pram nè hay không lúc đấy nơi sự viên bà yon cứ miền pram pi nè khăn thấp chú thơ phliêng nơi sự viên bà yon sang mình chơi hiện dù đài ấy chẳng sao bà ní lúc cuối năm bình chun top tang pram pi nè từ lên tập phliêng nơi Iceland từ bà yon đăng tại các trang từ đây bằng mai bằng sao bà ní sau lúc cuối năm tranh thua ca bạc đập pram nèប៉ុន្តែមុននឹងទៅដឹងថាកីឡាកររូបណាចេញប្រកួតខ្លះពុកម៉ែបងប្អូនទៅមើលសប្តាហ៍មុនចេញប្រកួត10នាក់ក្នុងនោះគឺបរាជ័យតែម្នាក់ទេបងប្អូនគឺពេជ្រវិឆ័យចាញ់ពិន្ទុអញ្ចឹងសប្តាហ៍មុននេះប្រកួត10នាក់ចាញ់ម្នាក់គឺឈ្នះ9នាក់ចំណែកឯសប្តាហ៍នេះវិញចេញប្រកួត15នាក់នៅឯសាវៀនបាយ័នគឺមានពេជ្រប៊ុនសិតពេជ្រអាទិទេពពេជ្រសិង្ហៈពេជ្រសៃវ៉ាពេជ្រតាវ៉េពេជ្រផាណានិងពេជ្ររាជសីចំណែកឯសាវៀន CNC វិញក៏មាន3រូបដែរគឺពេជ្រម៉ៃហាតពេជ្រដាវិននិងពេជ្រកុនង៉ែតរីឯសាវៀនហងមាសវិញគឺមានពេជ្រវិបោះសុកចំណែកឯសាវៀនថោនវិញគឺមានពេជ្រសក្រីមនិងពេជ្រខាំឡៃរីឯសាវៀនតតកគឺមានមួយរូបដែរបងប្អូនគឺពេជ្រណាចាចំណែកឯប៉ូលី5វិញគឺមានពេជ្របញ្ញាមួយរូបផងដែរអញ្ចឹងសប្តាហ៍នេះសិស្សលោកគ្រូឆ្នាំចេញធ្វើការប្រកួត15នាក់នៅសាវៀនបាយ័នស្ទឹងមានជ័យនេះ7នាក់បងប្អូនប៉ុន្តែប្រកួតកម្មវិធីផ្សេងគ្នាកុំយកច្រឡំអញ្ចឹងដឹងតែក្រៅកៃបងប្អូនដែលនៅជិតស្ថានីយ៍ទទួលបាយ័នស្ទឹងមានជ័យអាចទៅទស្សនាបានលោកគ្រូចាប់ផ្ដើមឲ្យកូនសិស្សទៅធ្វើភ្លៀងនៅសាវៀនបាយ័នហើយគិតទៅប្រហែលជាប្រហែលសប្តាហ៍នេះហើយបងប្អូនប្រហែលសប្តាហ៍កន្លងទៅហើយដែលលោកគ្រូឆ្នាំបញ្ជូនសិស្សទៅប្រកួតនៅស្ថានីយ៍ទទួលបាយ័នអញ្ចឹងសប្តាហ៍នេះកូនសិស្សលោកគ្រូឆ្នាំចេញប្រកួត15នាក់ប៉ុន្តែមិនទាន់ដឹងថាលទ្ធផលបែបណាទេបងប្អូនព្រោះតែសប្តាហ៍មុនចេញ10នាក់គឺចាញ់ម្នាក់អញ្ចឹងចាំអត់មើលទាំងអស់គ្នាតើសប្តាហ៍នេះលោកគ្រូឆ្នាំទទួលបានលទ្ធផលបានប្រហែលនាក់បងប្អូនវីដេអូក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូរហូតដល់ចប់កុំភ្លេចជួយ like និង follow page ជួយ share ឲ្យ admin ម្នាក់មួយផងអរគុណជម្រាបលាអូនដែលទស្សនាវីដេអូពីដើមដល់ចប់ហើយអរគុណដែលតែងតែស្រឡាញ់គាំទ្រកុំភ្លេចជួយ like និង follow page admin ម្នាក់មួយផងដើម្បីទស្សនាវីដេអូក្រោយៗទៀតដើម្បីដឹងពីព័ត៌មានឬក៏ការវឹកហាត់ពីសកម្មភាពក្នុងក្លឹបលោកគ្រូឆ្នាំអញ្ចឹងណាហើយអរគុណជម្រាបលាពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត